Và thực sự đây một lần ở cái thằng này channel là symbol technology xong hai bằng bộ là bây giờ được biết này cả sẽ màu ở về lươn rồi có dư đấy ta mà quay để dừng chọn bàn đó là computer laptop rồi có desktop ấy giờ ai sẽ bàn được ai sẽ bàn được chẳng cứ máu quen khai để dừng pra việt tới nhưng cái thả lươn rồi có cái thả dư đấy giờ ai sẽ bàn là này nhé và đi scroll nhưng tụi này chẳng tao về rừng dư chẳng hết này chẳng những ai sẽ về lươn nhìn năng rồi có dư chỉ năng ngay tam vậy để dừng chọn bànแต่មុនទៅដល់សេរីមកគឺខ្ញុំប្រាប់បងប្អូនអំពីពេលខ្លះបងប្អូនឆ្ងល់បាត់កម្មវិធីនៅលើកុំព្យូទ័រអស់ណាបាត់កម្មវិធីនៅលើកុំព្យូទ័រអស់គឺបងប្អូនច្រឡំចុចកន្លែង review នេះកន្លែង view ឲ្យបងប្អូនដោះគ្រីកន្លែងនេះគឺបាត់កម្មវិធីនៅលើកុំព្យូទ័រអេក្រង់កុំព្យូទ័រយើងទាំងអស់តែម្ដងណាគឺបាត់ទាំងអស់តែម្ដងមិនថា folder មិនថាកម្មវិធីផ្សេងៗគឺបាត់ពីលើអេក្រង់កុំព្យូទ័រយើងទាំងអស់នឹងពេលយើងដោះគ្រីនឹងចេញចឹងបងប្អូនចង់ឡើងមកវិញគឺបងប្អូនគាត់តែចុច view ហើយបងប្អូនចុចគ្រីកន្លែងសូនឹងមកគឺបញ្ចេញមកវិញទាំងអស់ហើយណាហ្នឹងហើយចំណុចមួយទៀតគឺបងប្អូនកម្មវិធីបងប្អូនទៅមកខាងចេះទៅមកខាងហើយមកខាងនេះអត់មានទេហើយបងប្អូនចង់ចាប់ដាក់គាត់ឲ្យយើងចង់រៀបអីអញ្ចឹងណារៀប folder ដាក់មកតម្លៃកម្មវិធីដាក់មកតម្លៃអីអញ្ចឹងទៅចឹងវាចាប់អត់មកបងប្អូនឃើញចាប់អត់មកទេយើងចាប់មិនក៏អត់មកដែរណាចាប់ក៏អត់មកខាងទៀតដែរចំណុចមួយហ្នឹងគឺបងប្អូនចុចកន្លែង view ហើយបងប្អូនដោះគ្រីសណាដោះគ្រីសអាកន្លែង auto range icon នេះ auto range icon នេះហ្នឹងហើយបងប្អូនដោះ select នឹងចេញមកអញ្ចឹងគឺបងប្អូនអាចចាប់រៀបបានធម្មតាណាចាប់ folder រៀបបានធម្មតាអញ្ចឹងទៅអូខេពីចង់ចាប់ folder យើងរៀបអីចឹងទៅណាបានធម្មតាអូខេឥឡូវខ្ញុំសូមរៀបបន្តិចអូខេដោយសារកម្មវិធីមួយចំនួនវានៅលើកុំព្យូទ័រខ្ញុំវាញញ៉ៃអូខេអញ្ចឹងគឺខ្ញុំសូមរៀបអូខេអូខេញញ៉ាយមែនទែនលើ desktop របស់ខ្ញុំហើយចាំរៀបពេលក្រោយក៏អត់អីដែរព្រោះវារៀងញញ៉ាយតិចអូខេឥឡូវយើងដើម្បីចូលទៅសេរីមកបងប្អូនចូលមកកាន់ start របស់យើងបន្តមកទៀតគឺបងប្អូនចូលមកកាន់ setting អូខេចូលមកកាន់ setting ហើយបងប្អូនយកពាក្យកន្លែងនេះគឺ
personal list station ចុចលើនឹងមកអូខេបន្ទាប់ពីបងប្អូនចុច personal list station បងប្អូនយកពាក្យថា theme ណា theme នេះអូខេ theme នឹងមកបន្ទាប់មកយើងមកមើលកន្លែងនេះវាពាក្យថា mouse cursor ចុចលើនឹងមកអូខេបន្ទាប់ពីបងប្អូនចុចលើ mouse cursor ហើយវានឹងចេញ mouse ណាកន្លែងនេះគឺ button នេះចឹងទៅយើងចង់សេរីអាណាទៅឆ្វេងអាណាទៅស្ដាំអីចឹងទៅអានេះគឺ button ណាបងប្អូនចង់សេរីឲ្យមកឆ្វេងមកស្ដាំអីគឺយើងចុចឥឡូវយើងពេលដែលយើងគ្រីម្ដងគឺរៀង slow មែនទេនេះមកយើងចុចគ្រីនេះគឺយើងចុច left click ហ្នឹងគឺដោះហើយ right click ណាបងប្អូនចង់បាច់ដាក់គ្រីទេកុំឲ្យច្រឡំកន្លែងនេះគឺ double click speed អញ្ចឹង double click speed នេះគឺមានន័យថាយើងចុចទៅលើ folder ណាមួយឲ្យវា double click ហ្នឹងគឺវាលឿនអញ្ចឹងណាកុំឲ្យវា slow ចុចទៅចេញចុចទៅ load ចុចទៅ load តែម្ដងហ្នឹងហើយចុចចូល folder ណាគឺវា load មកបាច់នៅចាំយូរបន្តិចទេអញ្ចឹងយើង balance speed វាបន្តិចមកហ្នឹងហើយហើយកន្លែងនេះ turn off the click lock គឺយើង lock click តែម្ដងពេលដែលយើង click លើអីគឺអត់ចូលទេវា lock click គឺអត់ទៅមុខទេណាដល់បា turn off click នេះអញ្ចឹងបាច់កុំគ្រីកន្លែងហ្នឹងអីទេបាច់គ្រីទេអានេះគឺការ speed នេះលបឿននៃការ select លើ folder ណាមួយឲ្យវាចូលទៅលឿនអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីកន្លែងហ្នឹងវាអស់ហើយអត់មានអីត្រូវសេរីទៀតទេហើយបន្តមកទៀតគឺយើងចូលមកកន្លែង pointer កន្លែង pointer នេះកន្លែងនេះណាំនេះគឺយើងអាចជ្រើសរើសប្រភេទ mouse ទៅជាប្រភេទ mouse ពណ៌ color អីផ្សេងអញ្ចឹងណាហ្នឹងហើយអូខេឥឡូវខ្ញុំពេកចានខ្ញុំចូលចិត្តពណ៌ខ្មៅអញ្ចឹងណាឥឡូវខ្ញុំដាក់ពណ៌ខ្មៅដែលវាមានស៊ុំសជុំវិញខ្ញុំយកខាងលើនេះអញ្ចឹងបងប្អូនអាចជ្រើសរើស mouse ប្រភេទអីក៏បានដែរសាច់ទៅបងប្អូនណាចង់បានអីចឹងណាវាមានប្រភេទ mouse អានេះអូខេខ្ញុំយកពណ៌ខ្មៅនេះរាងតូចហើយអាខ្មៅនេះវាធំអញ្ចឹងឥឡូវខ្ញុំយកខ្មៅរាងតូចចុះនេះតូចពេកខ្លាចមើលអត់ឃើញធំអូខេអានេះល្មមអញ្ចឹងគឺបងប្អូនអាចជ្រើសរើសអីផ្សេងទៀតអញ្ចឹងណាអ្វីបងប្អូនចង់បានអញ្ចឹងទៅពណ៌ខ្មៅបើខាងលើនេះពណ៌សធម្មតាទៀតណាពណ៌សធម្មតាហើយវាមានសញ្ញាអីផ្សេងអញ្ចឹងទៅវាមានជាសញ្ញាប៊ិចសញ្ញាលេខបូកសញ្ញាអីអញ្ចឹងទៅមកយើងហ្នឹងសញ្ញាសួរសញ្ញាអីអញ្ចឹងទៅអញ្ចឹងគឺខ្ញុំដាក់ពណ៌ខ្មៅព្រោះខ្ញុំចូលចិត្តពណ៌ខ្មៅអញ្ចឹងណាហ្នឹងហើយពេលស្រួលមើលអូខេឥឡូវខ្ញុំបានសេរីមកកន្លែងនេះទៅពណ៌ខ្មៅហើយបន្ទាប់មកកន្លែងហ្នឹងគឺវាអស់អីទៀតហើយអស់អីសេរីទៀតហើយណាហើយឥឡូវយើងចូលមកដល់កន្លែង pointer option ចូលមកដល់កន្លែង pointer option នេះគឺលបឿនខាងនេះគឺលបឿននៃការ scroll មករបស់យើង scroll ទៅឲ្យវាលឿនអីចឹងឲ្យវារត់លឿនបើយើងឡើងមករត់លឿនហើយបើយើងទៅវា slow ណាតើនេះវា slow ចឹងទៅអញ្ចឹងគឺខ្ញុំឡើងវាប៉ុណ្នេះឲ្យវាលឿនបន្តិចកុំឲ្យវាលឿនពេកអញ្ចឹងណាអាហ្នឹងគឺតាមបងប្អូនចង់ចំណូលចិត្តបងប្អូនចង់ឲ្យវាលឿនខ្លាំងយើងកឡើងឲ្យ first អស់មកលឿនខ្លាំងហើយ scroll ដល់តែម្ដងហ្នឹងហើយអញ្ចឹងលើទៅហត់តែ scroll ប៉ុណ្ណេះហើយកន្លែងនេះគឺ screen ធម្មតាទេឥ
hayចំណុចនេះវាជាស្មៅមកស្មៅបងប្អូនចង់ដាក់ស្មៅអញ្ចឹងទៅឲ្យខ្ញុំអត់ចង់ដាក់ទេ ព្រោះភ្នែកមែនទេដោយសារភ្នែកខ្ញុំរៀងអន់ដែរអញ្ចឹងដាក់អាស្មៅទៀតមិនបាច់មើលទេគឺស្វាងភ្នែកក៏ដោយអញ្ចឹងខ្ញុំអត់ដាក់ទេហើយអូខេបន្តមកគឺខ្ញុំដាក់តែប៉ុណ្្នឹងទេកន្លែងនេះគឺគ្រីសធម្មតាអញ្ចឹងណាអានេះខ្ញុំគ្រីសធម្មតាអញ្ចឹងកុំឲ្យពេលដែលយើងបាក់ដាក់មកទៅវាបាត់វា hit មកចុចលើវិញមួយវាបាត់អូខេពេលដែលយើងអត់ចុចអញ្ចឹងទៅវា hit មកវិញណាយើងមកដែលយើងខានចុចទៅគឺវាបាត់មកហើយទុកចោលមកអញ្ចឹងវាបាត់មកមើលឃើញវា hit អញ្ចឹងណាតែយើង scroll វាចេញមកវិញនេះកន្លែងនេះមានន័យថាបើយើងអត់ចុចមកយូរទៅវាមកគឺវាបាត់នៅលើអេក្រង់កុំព្យូទ័ររបស់យើងហើយតែយើង scroll ប៉ះមកបន្តិចឲ្យវាលោតឡើងវិញអញ្ចឹងណានេះគឺកន្លែង crease hit ចំណុចនេះគឺការ show location នេះអញ្ចឹងណាពេលដែលយើងចុចនៅលើអ្វីមួយគឺវាបង្ហាញប្រាប់យើងថាយើងកំពុងចុចនៅលើហ្នឹងចុចនៅលើ folder ហ្នឹងចុចនៅលើអញ្ចឹងណានេះគឺការសូឲ្យខ្ញុំអត់ចុចអត់បហាអត់គ្រីសទេអូខេបន្តមកទៀតគឺ well ហ្នឹងគឺល្បឿននៃការកង់របស់យើងណា scroll ឡាញ follow number line at time 4នេះអញ្ចឹងទៅខ្ញុំដាក់ប៉ុណ្ណឹងទៅកន្លែង hardware នេះគឺអត់មានអីទេ hardware នេះមករបស់យើងនៅខាងក្រៅទេភេទមករបស់យើងទេវាអត់មានតាកតងអីទេណាអញ្ចឹងឥឡូវខ្ញុំបានសេរីបានប៉ុណ្ណឹងហើយអស់ហើយយើងចុច apply វាមកយើងរងចាំបន្តិចដោយសារការសេរីមករឿងយូរបន្តិចរឿង apply យូរអូខេឥឡូវយើង apply ឲ្យអស់យើងអូខេមករឿង slow បន្តិចណាបងណារឿង slow អូខេអញ្ចឹងគឺការសេរីមករបស់ខ្ញុំគឺបានហើយគឺ black មកហើយមកដែលវាមានសុំសជុំវិញអញ្ចឹងណាអូខេគិតថាវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេបាទហើយសូមអរគុណសូមជម្រាបលាហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបានវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណ